ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាអ្នកខ្ញុំរ៉ាវ៉ែនថតចេញពីភូមិជាទៀលឃុំជាទៀលស្រុកបាណន់ខេត្តបាត់ដំបងចាថ្ងៃនេះស្លកកូរត្នោតបងប្អូននេះចាស្លកកូរត្នោតបន្លែខៀវយើងមានស្លឹកបាសហើយនឹងត្រួយអីទេនេះបងប្អូនខ្ញុំភ្លេចបាត់ទៅហើយនេះត្រួយប្រាច់បងប្អូនចារស់នឹងរំឃើញបងប្អូនហើយនេះត្រួយប្រាច់ចាខ្ចីល្អណាស់នេះបងប្អូននេះចានេះជាបន្លែធម្មជាតិដែរបងប្អូនទៅដល់លើភ្នំដល់ពេលឃើញវាល្អពេកទៅក៏ទិញយកមកស្លកកូរជាមួយផ្លែត្នោតបងប្អូននេះចាត្រូវគ្នាណាបងប្អូនហើយចំណែកសាច់យើងមានឆ្អឹងជំនីជ្រូកហើយនឹងត្រីម្ដែងបងប្អូននេះឥឡូវពួកយើងទៅស្លទាំងអស់គ្នាតាទស្សនាវីដេអូកបិតអត់មុតបងប្អូនតាដូរកបិតបងប្អូនទីនេះណាបងប្អូននៅផ្ទះអត់បានស្លៀកពាក់ខោអាវសំរុំអីធម្មតាបងប្អូនអើយលេងអាវដៃវាលហ្មងបងប្អូនអើយក្តៅចានេះបងប្អូននេះយើងចិត្តឡៅឲ្យបែបនេះបងប្អូនយើងធ្វើការចិត្តបែបនេះបងប្អូនសម្លកកូរខ្មែរបងប្អូនប៉ុន្តែអ្នកធ្វើម្ហូបស៊ីទីដែរបងប្អូនអើយនៅផ្ទះมาตอนนั้นเล็กแผ่น
nhai nó khao sao không màu mấy con tôi sao mấy không màu mà lại hả bán nó lá khiêu này mọi người best break mọi người ត្រូវភ្លៀងហ្មងទួយឡងលហក់ចែកចែកហ្មងអត់មានជាតិគីមីបងអូនអើយនៅសាក់បន្លែធម្មជាតិនេះដឹកបាសធម្មជាតិប្រេចក៏ធម្មជាតិថ្នោតនោះរត់ទៅធម្មជាតិទៀតបងអូនអើយដល់ខែផ្លែចឹងมันមានផ្លែអូនម្ហូបស្រុកស្រែមានតែប៉ុណ្្នឹងឯងបងអូនអើយនេះម្ហូបខ្មែរបងយើងដាក់ខ្លាញ់ណាបងអូនដាក់ខ្លាញ់ហើយយើងកំពុងប្រហុកវាឲ្យឈ្ងុយនេះខ្ញុំធ្វើតាមរបៀបគ្រូសាខ្ញុំឯងបងអូនបងអូនខាងបងអូនធ្វើមិនខ្ញុំអត់ដឹងទេណាប៉ុន្តែខាងគ្រូសាខ្ញុំគឺធ្វើអញ្ចឹងហើយកំពុងប្រហុកឲ្យឈ្ងុយដាក់ខ្លាញ់ហើយកំពុងប្រហុកមកទៅពីឈ្ងុយប្រហុកហើយយើងដាក់គ្រឿងបងអូនគ្រឿងក្នុងគ្រឿងហ្នឹងមានលក្ខីលក្រូចម្ទេសល្មៀតហើយនឹងខ្ទឹមបងអូនយើងបុកចូលគ្នាមកកូរឲ្យឈ្ងុយគ្រឿងបន្ទាប់ពីឈ្ងុយចឹងហើយយើងដាក់សាច់បងអូននេះសាច់ខ្ញុំដាក់ឆ្អឹងជំនីជ្រូកពីសាច់ហើយយើងដាក់ត្រីបងអូនត្រីម្ដែងបងអូនម្ដែងស្រែម្ដែងទុនបងអូននេះពងដាក់ទៅកូរជាមួយគ្នាហ្នឹងណាបងអូន
ហើយបន្តមកទៀតមកខ្ញុំដាក់ថ្នោតណាបងប្អូនខ្ញុំដាក់ថ្នោតដែលយើងចាត់មុនណាបងប្អូនថ្នោតពេលដែលចាត់ទៅវារៀងខ្មៅចឹងឯងបងប្អូនព្រោះវាមានជ័រវាហ៎កូរវាមកបងប្អូនខ្ញុំរៀងច្រើនបន្តិចឯងបងប្អូនព្រោះកកូរត្នោតចង់ហូបកកូរត្នោតចឹងហ្នឹងដាក់ច្រើនពេលដែលយើងកកូរគ្រឿងរួចហើយបងប្អូនចាក់ទឹកនេះទុនឲ្យបន្លែបងប្អូនចាបងប្អូននេះតួឯកយើងតែដាក់មិនហ្នឹងខ្ញុំអត់បានដាក់នេះចាអង្ករលីងនេះបងប្អូនយើងលីងថ្មីបុកកិនខ្លួនឯងបងប្អូននេះកិនឲ្យម៉ត់អញ្ចឹងតែដល់ពេលដែលខ្ញុំដាក់មិញអត់នេះទេអត់ទាន់បានថតដល់ពេលអញ្ចឹងទៅក៏ខ្ញុំដាក់ហើយក៏ខ្ញុំយកមកថតពេលមុនដំបូងហ្នឹងខ្ញុំដាក់កកូរគ្រឿងម្សាដែរហើយកកូរជាមួយបន្លែជាមួយអីអញ្ចឹងបងប្អូនដល់ពេលយើងដាក់កកូរគ្រឿងខ្លះទៅហើយខ្ញុំក៏សល់បន្តិចហ្នឹងខ្ញុំទុកដាក់ពីលើអញ្ចឹងបងប្អូនទុកដាក់ពេលដែលយើងដាក់ទឹកស្លអញ្ចឹងនេះចាពេលដែលយើងស្លនេះពើចេះបងប្អូនថ្នោតណាប៉ុន្តែឆ្ងាញ់ណាបងប្អូនហើយបងប្អូនពេលដែលរួចរាល់ហើយយើងដាក់បន្លែខៀវបងប្អូនដៃហើយបងប្អូនហើយដាក់ត្រួយបាសហើយនឹងស្លឹកព្រិចហ្នឹងបងប្អូនយើងដាក់ហើយយើងត្រឡប់វាឲ្យសន្លប់ចឹងបងប្អូននេះចាមិនមានអីទេចាស្លកកូរខ្មែរមានតែប៉ុណ្្នឹងឯងបងប្អូននេះមានតែបន្លែខៀវហើយនឹងបន្លែកកូរយើងធម្មតាហ្នឹងបងប្អូនតែខុសត្រង់ថាយើងដាក់បន្លែអ្នកខ្លះគេចូលចិត្តល្ហុងល្ពៅទ្រាប់អញ្ចឹងយើងដាក់កកូរជាមួយគ្នាដូចគ្នាហើយបន្លែខៀវមកដូចគ្នាតែបើបន្លែត្នោតនេះយើងអត់ចាំបាច់ដាក់ល្ហុងដាក់ទ្រាប់អីទេបងប្អូនដាក់តែត្នោតមកមុខមកបានណាចានេះរួចរាល់បងប្អូនចានេះពងដុះដាក់ទៅវត្តបងប្អូន
ចានេះផ្អែមមានបាយមានសាឡមានបង្អែមចាបងប្អូននេះរួចរាល់ហើយបងប្អូនគ្របហើយក៏សូមជូនបនជូនកសលដែលបងប្អូនណាដែលបានទស្សនាវីដេអូនេះយ៉ាងថ្ងៃនេះថ្ងៃសិលបងប្អូននេះដើម្បីពុទ្ធវត្តខ្ញុំអត់មានធ្វើអីទេមានតែប៉ុណ្្នឹងឯងបងប្អូនចានេះយកមកឲ្យដល់ហើយលើនេះផ្អែមថ្ងៃនេះមានផ្អែមចានេះជូនពុកតវត្តបានទៅត្រាប់នឹងឯងបងអូនហើយនេះណានំជិះតាមនេះទៅចិត្តផ្លូវកស៊ូបាក់បកក្រោយវិញយ៉ាត់ហើក្រោបមានលុយទិញទឹកមកយូរទៅបានណាទិញទឹកមកយូរទៅទៀតទៅឲ្យតែថ្ងៃសិលឡើងអត់បានទៅលក់ទេបងអូននេះខ្ញុំឡើយតែជាប់ចែបងអូនហើយអត់បានជូនអីគាត់ទៅវត្តទេហើយក៏មិនដែលបានទៅវត្តខ្លួនឯងដែរបងអូនបានតែធ្វើបាយធ្វើសាឡជូនគាត់ឯងហើយថ្ងៃនេះថ្ងៃសិលសូមជូនបនកុសលទាំងអស់ដែលខ្ញុំបានធ្វើឲ្យពួកខ្ញុំទៅវត្តហ្នឹងផ្ញើជូនឲ្យបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំមិនថាវីដេអូមុនមិនថាវីដេអូនេះទេបងប្អូនចាសូមឲ្យបងប្អូនមានសំណាងល្អហើយសូមកុំភ្លេចជួយ Subscribe ឲ្យខ្ញុំមួយផងបងប្អូនហើយនេះខ្ញុំធ្វើហ្នឹងមិនធ្វើអីទេនេះយកមកប៉ុណ្ណេះឯងបងប្អូននេះមានរងថ្ងៃនៅមួយគាត់ឯងបងប្អូនព្រឹកឡើងថ្ងៃឡើងអីមកឲ្យមកចាំចៅឲ្យចាំកូនខ្ញុំទៅរៀនតែនេះចេញទៅវត្តឯងបងប្អូនចឹងបងប្អូនបើស្រឡាញ់អាណិតអីជួយ Subscribe ឲ្យមួយផងបងប្អូនអត់សុំអីច្រើនទេបងប្អូនអើយខ្ញុំមានតែម្រាមដៃ10មិនហ្នឹងឯងបងប្អូន